Rương băng dễ lòng Cá pi du lông nằm một hơi miên đã dễ mùi ong miên rứt ong nách khlang pu cài Pre ong miên bột tray mùi đại miên rụp sạch nâng miên sọ krọ ốp Pre ong áo chmua thá niang sọ krọ ốp Lúc đó bê niang thông bình vầy miên manu mẹ khlang pu cài ban cho tơ lộp lùi sne ha chỉ mùi những pre niang Đói phây khlách bấy đá đấng nẹ tiếng phí có bán nông khné rốt chốc nông prey mùiក្រោយមកស្ដេចយក្សដឹងរឿងរ៉ាវនេះក៏ផ្អើលឆោឡោកែនពលយក្សទៅតាមរកបុត្រីរបស់ខ្លួនលុះដល់ព្រៃស្ដុកមួយស្ដេចយក្សសង្ស័យថាប្រហែលបុត្រីខ្លួននៅជិតនោះហើយមើលទៅទើបបញ្ជាឲ្យបរិវារមួយក្រុមយាមល្បាតហុំព័ទ្ធព្រៃនោះយ៉ាងមាំហើយមួយក្រុមទៀតដកព្រៃព្រឹក្សាក្រវែងចោលនិងជីកកកាយរកនាងទោះបីពួកយក្សប្រឹងជីកកកាយយ៉ាងណាក្តីក៏នៅតែពុំរកឃើញទើបស្ដេចក្រុងយក្សត្រឡប់ទៅវិញអាស្រ័យដោយយកពួកយក្សកកាយរកនាងសក់ក្រអូបនេះទើបទីនោះคล้ายទៅជាស្រះមួយនៅក្នុងតំបន់ឡាបាសៀកស្រុកលំផាត់ខេត្តរតនគិរីដែលគេហៅថាស្រះយក្សឡោមរហូតដល់សព្វថ្ងៃនេះបឹងយក្សឡោមគឺជាស្រះមួយមានទឹកថ្លាឆ្វេងស្រះនេះមានជម្រៅ70ម៉ែត្រស្រះយក្សឡោមមានរាងជារង្វង់មូលស្មើនារដូវប្រាំងនៅតាមមាត់ស្រះមានដើមមាក់ប្រេងមាក់ប្រាំងសៅម៉ាវសេមន់ដុះពីពេញនៅជុំវិញស្រះមានផ្លូវដ៏វិចិត្រដែលអាចបើកបររថយន្តបានយ៉ាងស្រួលហើយមានព្រះរាជដំណាក់ភោជនីយដ្ឋានតូចៗសម្រាប់ទទួលភ្ញៀវទេសចរនៅក្នុងស្រះមានមច្ឆជាតិតូចធំគ្រប់ប្រភេទហិចហែលទាំងវងអ្នកដំណើរណាដែលបានទៅដល់ខេត្តរតនគិរីគេពុំដែលភ្លេចទៅលំហែឬទស្សនាស្រះយក្សឡោមនេះឡើយព្រោះកន្លែងនេះជារមណីយដ្ឋានមួយល្អនៅក្នុងភូមិភាគឦសានរឿងក្តីស្រមៃស៊ីថាជាសិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបនាងមានបងស្រីម្នាក់ឈ្មោះថាសុភាពពិការជើងម្ខាងសុភាពតែងតែសម័យថានាងនឹងមានការងារសមរម្យមួយនៅក្នុងពេលអនាគតថ្ងៃមួយពេលដែលស៊ីថារៀបនឹងចេញទៅបន្តការសិក្សានៅភ្នំពេញសុភាពសុំប្អូនទៅតាមដែរព្រោះចង់រកការងារធ្វើស៊ីថានិយាយទៅកាន់បងស្រីដោយក្តីអាណិតក្រៃលែងថាបងស្រីកុំបារម្ភអីចាំខ្ញុំមានការងារធ្វើខ្ញុំនឹងចិញ្ចឹមបងណាមិនឲ្យពិបាកធ្វើការនៅហត់នោះឡើយសុភាពមិនពេញចិត្តនឹងគំនិតនេះទេនាងឆ្លើយតបទៅប្អូនបងមិនដៃអាចធ្វើការបានបងមិនអាចរស់នៅដោយសារប្អូនបានទេបងត្រូវតែរកការងារតាមលទ្ធភាពរបស់បងនាងបន្តទៀតថាថ្ងៃមុនបងមើលទូរទស្សន៍ឃើញមានហាងមួយលក់ផ្កាស្អាតៗបងចង់ទៅរៀនកាច់ផ្កាណាស់បងអាចធ្វើការងារនេះបានឲ្យបងទៅជាមួយផងស៊ីថាមិនអាចខាត់បងស្រីបានក៏សុខចិត្តឲ្យបងស្រីទៅតាមមកដល់ភ្នំពេញសុភាពបានរៀនកាច់ផ្កានៅក្នុងហាងលក់ផ្កាដោយបំណងរបស់នាងអាស្រ័យដោយមានការខិតខំប្រឹងប្រែងមិនយូរប៉ុន្មានសុភាពក្លាយទៅជាអ្នកកាច់ផ្កាដ៏ជំនាញម្នាក់ពេលត្រឡប់មកស្រុកកំណើតវិញនាងបានបើកហាងតូចមួយលក់ផ្កានៅជិតផ្សារក្នុងពេលប្រកបអាជីពនាងបានប្រើគំនិតច្នៃប្រឌិតបន្ថែមដើម្បីធ្វើឲ្យផ្កានៅក្នុងហាងរបស់នាងមានគ្រប់បែបហើយប្លែកជានិច្ចរៀងរាល់ថ្ងៃគេឃើញមានភ្ញៀវចេញចូលឥតឈប់ឈរសុភាពសប្បាយចិត្តណាស់ពេលនេះក្តីស្រមៃរបស់នាងคล้ายជាការពិតហើយស៊ីថាកោតសរសើរបងស្រីនាងណាស់ស៊ីថាគិតថាមនុស្សពិការទាំងអស់សុទ្ធតែមានលទ្ធភាពកសាងជីវិតខ្លួនឲ្យប្រសើរឡើងទៅតាមសមត្ថភាពរៀងៗខ្លួននិងអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរបាន